សួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាសារជាថ្មីនៅវីដេអូថ្មីរបស់ខ្ញុំម្ដងទៀតហើយថ្ងៃនេះយើងមកដឹងអំពីប្រវត្តិសង្ខេបរឿងរបស់ស៊ូយូទាំងអស់គ្នាយើងកុំឲ្យខាតពេលវេលាយូរយើងទៅទស្សនាសាច់រឿងទាំងអស់គ្នាកាលពី10ឆ្នាំមុនភូមិរបស់ស៊ូយូត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់ព្រលឹងបិសាចដែលកើតចេញពីសេចក្តីស្អប់និងភាពខ្មៅងងឹតរបស់អ្នកស្លាប់ក្នុងវ័យកុមារស៊ូយូបានត្រឹមតែពួននិងភ័យខ្លាចនៅក្រោមបំណែកផ្ទះដែលបែកបាក់ដោយរងចាំតែសេចក្តីស្លាប់ប៉ុន្តែរំពេចនោះគ្រូដេញបិសាចចាស់ម្នាក់បានលេចមុខឡើងគ្រូនោះបានពាក់មុខក្រអូបបង្ហាញសមត្ថភាពរាំពិធីសាសនានិងហៅថាមពលទេវតាដែលមានដៃ6និងក្បាល3មកគំទេចបិសាចទាំងនោះយ៉ាងអស្ចារ្យព្រឹត្តិការណ៍នោះបានបំផុសគំនិតនិងបន្សល់ទុកនូវសេចក្តីស្រមៃក្នុងចិត្តស៊ូយូថាថ្ងៃណាមួយគេនឹងក្លាយជាបរិសការពារអ្នកដទៃបែបនេះដែរ10ឆ្នាំក្រោយមកស៊ូយូបានធ្វើដំណើរទៅដល់ទីប្រជុំជនមួយជាតំបន់ស៊ូអានទីនោះគេបានជួបគ្រូដេញបិសាចចាស់ដែលធ្លាប់ជួយគេពីមុនមកប៉ុន្តែនៅទីក្រុងនោះកំពុងប្រឈមនឹងការគំរាមកំហែងពីបិសាច Echo of Malice ម្ដងទៀតនៅពេលនោះគ្រូដេញបិសាចចាស់បានជ្រើសរើសវិធីកុហកអ្នកស្រុកដោយប្រាប់ថាគ្រប់យ៉ាងសុវត្ថិភាពដើម្បីកុំឲ្យអ្នកស្រុកមានការភ័យខ្លាចក្នុងវ័យក្មេងនិងប្រកាន់គំនិតត្រង់ស៊ូយូយល់ថាគ្រូចាស់នោះជាមនុស្សបោកប្រាស់និងធ្វើឲ្យអ្នកស្រុកប្រឈមមុខនឹងគ្រោះថ្នាក់ស៊ូយូក៏បានរត់ទៅប្រាប់ការពិតនិងព្រមានអ្នកភូមិប៉ុន្តែលទ្ធផលបែរជាអាក្រក់ទៅវិញការពិតនោះបានធ្វើឲ្យអ្នកភូមិភ័យខ្លាចនិងស្លន់ស្លោយ៉ាងខ្លាំងថាមពលនៃភាពភ័យខ្លាចនោះហើយដែលបានคล้ายជាចំណីនិងរំញោចឲ្យបិសាចលូតលាស់កាន់តែលឿនរហូតស្ទើរតែប្លន់កំទេចទីក្រុងទាំងមូលស៊ូយូទើបតែយល់នៅពេលនោះថាគ្រូចាស់មិនមែនកុហកដើម្បីបោកប្រាស់ទេប៉ុន្តែគាត់កំពុងការពារជំនឿចិត្តរបស់មនុស្សដោយសារតែរបួសចាស់និងកម្លាំងទ្រុឌទ្រោមគ្រូចាស់មិនអាចរាំពិធីសាសនាដើម្បីហៅថាមពលនោះបានទៀតឡើយដើម្បីកែប្រែកំហុសនិងសង្គ្រោះអ្នកស្រុកគ្រូចាស់បានប្រគល់មុខក្រអូបនិងដាវសក្ការៈទៅឲ្យស៊ូយូបានពាក់មុខក្រអូបហើយចាប់ផ្ដើមរាំពិធីសាសនាជាលើកដំបូងនៅពេលអ្នកស្រុកឃើញស៊ូយូឈរប្រយុទ្ធពួកគេក៏ចាប់ផ្ដើមមានសង្ឃឹមនិងជំនឿចិត្តឡើងវិញកម្លាំងចិត្តសេចក្តីសង្ឃឹមនិងជំនឿរបស់អ្នកភូមិបានរួបរวมគ្នាបញ្ចូលទៅក្នុងមុខក្រអូបនិងដាវបង្កើតបានជា Immortal Null រាងកាយដៃ6លេចឡើងក្នុងខ្លួនស៊ូយូបានប្រយុទ្ធនិងកាប់ឆ្ការបិសាចរហូតទទួលបានជ័យជំនះបន្ទាប់ពីហេតុការណ៍នោះគ្រូចាស់បានចាក់ចេញទៅដោយស្ងាត់ស៊ូយូមិនបានចងភ្ជាប់ខ្លួនឯងទៅនឹងកាតព្វកិច្ចដ៏ធ្ងន់ធ្ងរឬភាពសោកសៅឡើយគេបានក្លាយទៅជាអ្នកដេញបិសាចអនាថាដែលធ្វើដំណើរគ្រប់ទិសទីពេលខ្លះគេរាំសម្ដែងពិធីនោះដើម្បីផ្ដល់ភាពសប្បាយរីករាយនិងពង្រឹងជំនឿចិត្តដល់មនុស្សហើយពេលខ្លះទៀតគេដកដាវនិងហៅថាមពល Immortal នោះមកគំទេចអំពើអាក្រក់ស៊ូយូយល់យ៉ាងច្បាស់ថាអំណាចរបស់នោះមិនមែនជាអាចកំបាំងបិសាចទេប៉ុន្តែវាជាអំណាចដែលកើតចេញពីជំនឿនិងបេះដូងរបស់មនុស្សលោកជាចុងក្រោយសូមអរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានទស្សនាសាច់រឿងសង្ខេបតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ Through this mask, I see no fear.